ស្ដីទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាពីរបៀបset up នៅ Windows Server 2022នៅលើ AWS EC2 អញ្ចឹងជាដំបូងខ្ញុំសូមចូលមកកាន់ Sandbox Environment ដោយសារតែខ្ញុំអត់ទាន់មាន AWS account អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានក៏អាចបង្កើតតាមនឹងក៏បានដែរតែខ្ញុំអត់ទាន់មានអញ្ចឹងខ្ញុំសូមប្រើវានៅក្នុង Sandbox Environment ចឹងបន្តមកទៀតយើងចូលមកកាន់ AWS នេះមកដោយជាដំបូងយើងអាចចុច search កន្លែងនេះហើយយើងយកថា EC2 ហើយយើង click លើវាមកតើមកទៀតអ្នកទាំងអស់គ្នាចូលកន្លែង instance នេះតាមពិតទៅ EC2 ហ្នឹងវាគឺជា core service របស់ AWS មួយដែលយើងហៅថាឬក៏យើងអាចហៅថាជា virtual server ដែលវាអនុញ្ញាតឲ្យយើងធ្វើការ run នៅ virtual computer ដែលយើងហៅថា instance ហ្នឹងដើម្បីធ្វើការ run នៅ computer application របស់យើងហ្នឹងអញ្ចឹងបន្តមកទៀតអ្នកទាំងអស់គ្នាចុច launch instance ហ្នឹងមកហើយអ្នកទាំងអស់គ្នាដាក់ឈ្មោះអីក៏បានដែរអញ្ចឹងខ្ញុំដាក់ Windows Server 2022 test 1ហើយបន្តមកទៀតកន្លែង application និង OS image នេះគឺខ្ញុំយកនៅ Windows Server 2022នេះខ្ញុំយក Microsoft Windows Server 2022 base នេះហើយបន្តមកទៀតតើតងនឹង instant type ខ្ញុំសូមយកt2.micro យើងយក t3.micro ក៏បានដែរអាហ្នឹងវា free tier ហើយចំពោះkey pair នេះគឺយើងអាចបង្កើតថ្មីមួយមកយើង create new key pair នេះមកហើយយើងយកនេះ RSA ហើយ enter key pair name យើងដាក់ឈ្មោះអីក៏បានអញ្ចឹងខ្ញុំដាក់ Windows test 1 key ហើយខ្ញុំចុច create នៅ key pair នេះវានឹងឲ្យយើងនេះវានឹង download ឲ្យយើងហើយបន្តមកទៀតតើតងនឹង network setting កន្លែង firewall security group នេះគឺយើងនេះកន្លែង anywhere នេះយើងដាក់ my IP មកដើម្បីឲ្យវាមាន secure ជាងមុនណាការ access គឺវា secure ជាងមុនយើងដាក់ anywhere នេះក៏បានដែរអានេះថាហ្នឹងវា less secure ហើយយើងដាក់ហ្នឹងក៏បានហើយចំពោះ configure storage ខ្ញុំដាក់ default គឺ30ហើយបន្តមកទៀតយើងចុច launch instance ហ្នឹងមកដល់មកទៀតយើង back មក instance យើងវិញនេះយើងនឹងឃើញវាឲ្យវា initialize កន្លែង status state ហ្នឹងឲ្យវា check password បើសិនជាវារៀងយូរអ្នកទាំងអស់គ្នាអាចចុច refresh កន្លែងនេះក៏បានដែរឬក៏កន្លែងនេះក៏បានតែវារៀង take time បន្តិច
ដើម្បីវាធ្វើការ check ហ្នឹងអូខេនេះstatus វា check ហើយអញ្ចឹងយើង click នៅលើហ្នឹងមក click នៅលើហ្នឹងមកហើយយើងយកពាក្យថា connect នេះបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវចូលមកកាន់ ODS client នេះហើយនេះយើងចុចកន្លែង get password នេះបន្តមកយើង upload នៅ private key file របស់យើងដែលបាន download មុនហ្នឹងនៅលើ computer របស់យើងនេះខ្ញុំដាក់មុន
press 1 key នេះហើយ open មកហើយបន្តមកទៀតអ្នកទាំងអស់គ្នាចុច decrypt password អូខេបន្ទាប់ពីបានប៉ុណ្នេះហើយអ្នកទាំងអស់គ្នាត្រូវចុចនៅ window air shortcut key គឺ window key បូកជាមួយនឹងអក្សរ air ឬក៏អ្នកទាំងអស់គ្នាអាចtype កន្លែងនេះហើយយកពាក្យថាហើយបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវវាពាក្យថា MSTSC ហើយយើងចុច OK មកនេះបន្តមកទៀតអ្នកទាំងអស់គ្នាធ្វើការ copy នៅ public DNS នេះយើង copy ហើយយើងយកមក paste លើកន្លែងនេះមកហើយយើងចុចពាក្យថា connect បន្តមកទៀតចំពោះ username នេះ username យើងវាយថានេះ administrator នេះអ្នកនរគ្នាត្រូវវាយឲ្យត្រូវពាក្យអញ្ចឹងណាបើត្រូវវានឹងឲ្យយើងលុបខុស password អីចឹងទៅហើយចំពោះ password នេះយើង copy password នេះមកហើយយើងយកមក paste កន្លែងហ្នឹងមកយើងចុច OK ហើយនេះយើងចុច yes មកចាំតិចអូខេនេះបានហើយហើយយើងអាចវាយនៅ server ចាញ់សាកវាយនៅ server manager very slow is slowអាច open server manager ដើម្បីយើងបង្កើតនៅ file server ឬក៏ DHCP server ដែលអ្នកទាំងអស់គ្នាចង់ create អញ្ចឹងវីដេអូរបស់ខ្ញុំសូមបញ្ចប់តែត្រឹមនេះអរគុណ